Các miền Nam xong chụp xong phí bao phong đại miền Nam $10 lan miền Nam $120 hàng lục miếng miền Nam $10 Cô chưa được thu bán nênการไฟยกบรรทุกช้างนั่นลื่นลุกนี่คือการไฟยกบรรทุกช้างนั่นลื่นลุกผู้ให้ผู้ใหญ่บรรทุกไฟยกพลิกความคิดมันสำคัญคือปัจจุบันมีลำดับของผู้ลำไหลตอนเติมมาโรยลิ้นลูกกับมันจนในจานได้วางสิจวนห้าวไอ้หนึ่งการงี้จอบไอ้หนึ่งเลือกจอบไอ้หนึ่งยงปรับไอ้บาทไงในทุ่มต่อจอบตึ๊กได้ใจเฉยช่องชุบกับมันได้นี่ไอ้เห็นนะไอ้เดี๋ยวจะมวยมีทุ่มให้น่ะอัดซับmiền Nam xong chắc sôi mùiลูกกับปลาสนาวมันจะไปที่ใดมันลูกกับไหนนี่ปลาลันตัวมือปลอดภัยนู้ยงปรับไอ้ไงใส่เครื่องถ้วยไอ้เราการงี้ทุ่มมาเขาติดหลงนี่นึกอะไรในที่รู้ดักเฉพาะไอ้กับผู้ที่ช่วยนั่นน่ะมีเรื่องไอ้โยลูกจ่าลีไม่มาจะลงมาแบบต่อแบบนี้ลูกกำลังไปขึ้นไปหาไว้ตีเอาไว้คือธรรมดาแต่งอ๋อลูกประกอบที่ท่าไว้คือธรรมดาลูกประกอบที่ท่าไว้คือธรรมดาลูกจ่าลีเอาไว้ตอนที่ท่านจะเกากักลูกประกอบเฉพาะลิวตาลีขยุ่มปลาไว้ลูกเป็นนักบ้านหมอบช็อตเอาไว้จากซึ่งตระการคือสำนักได้มีคุณภาพประกอบมันไม่สำนักได้เมื่อเธอข้างใครลองที่ลูกจ่าลีลูกกำลังไปขยุ่มนั่งเฉลี่ยตัวถ้าที่ท่านลูกประกอบจะเป็นจัดลูกเลี้ยงลูกในชีวิตแบบนี้แนวมันคือท้ายลูกมาจ่าลิวเกิดพูดการสร้างสองสารสลับปัดเป็นมันไม่ตีฟังสิจวนไอ้คนเจ็บเล็กๆทางนู้นมันอาทิตย์ไอ้เป็นยังตัวการเท่าไรชุบสันอันนั้นขโมยโปรเอาไว้เจอสลับสลับปัดสมัยอ๋อช่องจังหวะในทางท้ายในบัตรสัญจุลูกจังหวะการสมัยช่วงสมัยใหญ่ลูกมือบ้านไอ้ตากิจไอ้เจอกิจกรรมกอลีอันตีเด็กมันไปที่ไอ้โยตระทางลงตื้อไอ้กดพูดไปได้เนื้อมุ้งลงจ่าลีน่ะมันเป็นตีลงจ่าลีมันเป็นตีชอบปรับลูกไอ้ฮักบ้านที่ตาเป็นน่ะนี่มันตอนฮักบ้านชูที่มีเรื่องไอ้ลูกเธอผมจะปรับชอบบ้านทุกบ้านลูกจ่าลีเขาจะขอหายส้มลูกไปตาเล็กๆตัวชอบดอกตื้อเขาจะขอหายส้มลูกไปตัวชอบดอกตื้อชอบคุณจะไปกักชอบดอกตื้อลูกจ่าลีส้มฝักชอบตื้อสันลูกจ่าลีเขาจะขึ้นไปจิตตาเตะส้มฝักชอบไปยัยสเตย์ขโมยโปรเรื่องนี้สนาให้เป็นไอ้จะปิดไงในต่อเตะไอ้ที่จะไม่ชื่อเรายืนให้ไม่จริงช่องมีเพลงตัวปิดนิดไม่จริงเราโดยบ้านประมาณเท่มาในที่ช่องมีเรื่องเตือนช่องมีโชว์ให้สำหรับนิติศาสตร์80 បន្ទុកពេលអាចក្នុងតម្លៃ$50ខោតាំង$150អាវតាំង$100តម្លៃសរុប$200แบบในปิดนิดมือคือเปิดใจปิดนิดมือคืออย่าไปกลุกจ้างบ้านเคยตามไปจับติดบ้านមើលអីមនុស្សរកចិត្តដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទអូនប្រូរបស់បងសុទ្ធតែល្អគ្នាថាចាស់បុរាណសិប្បកម្មទំនើបមានតម្លៃ20 យន់ហោការចិនសពខៀវសម័យរាជវង្សមេតម្លៃ3 លានហូបការចិនមួយនេះមានតម្លៃដល់ទៅ3 លានតែខ្ញុំត្រូវរើសអត់ប្រមាណដល់ពីបាច់រកបានអូនប្រូរបស់បងសុទ្ធតែល្អគ្នាថាចាស់បុរាណនេះលោកអាចឆ្កែលេងហើយប្រកែបំផុតក្នុងការមើលមនុស្សនិងការតាំងដល់ដៃថាកែចាន់ប៉ូស៊ូឡានេះតម្លៃប្រមាណទៅអូនប្រូមានផ្លេចល្អមែននេះជាចាន់ប៉ូស៊ូឡាសម័យកាលស៊ីរាជវង្សឈិងជាប្រភេទដែលបានក្នុងរាជវាំងវាមានមន្ត្រាទីខ្ញុំបានវាដល់មានខ្សែគឺបានវាមក5000 ជាន់តម្លៃចុងក្រោយថាកែរបស់ខ្លាំងៗសម័យឈិងហ៊ានទៀតខ្ញុំ5000 ជាន់ឬមិនគឺខ្ញុំមិនចេះហ៊ានតម្លៃលោកធ្វើបែបនេះខ្ញុំទៅហើយមើលទៅគេដូចជាយល់ដឹងច្រើនថ្ងៃនេះគ្មានមនុស្សសោះខ្ញុំប្រហែលជាមានតែមនុស្សម្នាក់នេះហើយបងប្រូឈប់សិននិយាយគ្នាដោយល្អទេអូនហ៊ានឲ្យតម្លៃប្រមាណយើងអាចចរចាគ្នាបានខ្ញុំនិយាយមុនបាទហ៊ានទៀតព្រៀបផ្លាស់នោះខ្ញុំនឹងធ្វើឡើងនេះអូនប្រូមើលទៅក៏ដឹងថាជាអ្នកជំនាញដូច្នេះ100 យន់ចុះថ្ងៃនេះទុកលុយឲ្យបងឯងទៅរកស៊ីសិនបាន100 យន់ចាត់ទុកថាបងហើយយ៉ាអត់នេះយកវាទៅវត្ថុបុរាណនេះពិតជាបានមកដល់មិនត្រឹមត្រូវទេច្បាស់ជាបានមកពីលើភ្នំឬមកគឺបានពីក្នុងរូបភ្នំថាកែធំនេះគឺប្រឡាក់ដីមិនមែនទើបតែជីកបានពីលើភ្នំទេមែនទេស្អីនឹងនិយាយព្រេងស្អីនឹងរបស់ខ្ញុំសុទ្ធតែជាវត្ថុបុរាណចាស់ៗដែលបានមកពីផ្លូវព្រៃមើលទៅមកគេទៅច្បាស់ជាជីកបានមកពីលើភ្នំខ្ញុំមានភ្នែកគឺពិតជាមិនអាចរំលងឱកាសល្អក្នុងការពិនិត្យមើលនោះទេថាកែនិយាយលេងទេសូមឲ្យលោកស៊ីមានបានធ្វើជាភ័យស្លាប់ហើយស្មានថាត្រូវគេដាក់ហើយតើដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទទីនេះទទួលវត្ថុបុរាណដែរទេហាងជួបបៅចៃរបស់យើងជាហាងចាស់ជាង100 ឆ្នាំយើងមានទទួលវត្ថុបុរាណពិតៗឯងមកពីណាទៅបញ្ញាទេកុំនៅឲ្យខ្ញុំឃើញនេះគឺជាឈ្មោះប្រទេសដែលទៅរួមផ្ទះបាញ់មែនទេថែមទាំងដុំធំបែបនេះមើលទៅគុណភាពនេះពិតជាកម្រណាស់គឺសម័យរាជវង្សមីងហូបផ្កាចិនសពណ៌ខៀវបានចាស់មិនស្វាគមន៍ទេខ្ញុំមិនទៅក្មួយប្រុសសុំឈប់សិនលោកឈប់សិនមិនមានន័យបែបនេះទេមនុស្សថោកឯងនិយាយជាមួយភ្ញៀវយ៉ាងម៉េចនឹងមិនក៏មិនចេះទៅក្រៅទេបាទខ្ញុំតែហើយអូនប្រុសទៅជាសុំទោសលោកមែនវត្ថុមានតម្លៃទាំងពីរនេះខ្ញុំសុំចិត្តឲ្យតម្លៃបំផុតក្នុងទីផ្សារបានចឹងលោកតាវត្ថុទាំងពីរនេះឲ្យខ្ញុំប្រមាណឈើនេះតែត្រូវរំទះមានគុណភាពគុណល្មើយស្នាមរំទះច្បាស់ល្អថែមទាំងធំដុំបែបនេះពិតជាកម្រណាស់
គឺជាវត្ថុធាតុដើមកម្រិតកំពូលតម្រូវការទីផ្សារគឺធំណាស់ហាងជូប៉ៅចាយខ្ញុំអាចឲ្យលោក1.2 លាន តំណែងឈើពុទ្ធគ្រឿងរន្ទះបាញ់នេះតំណែងមួយជាងអ្វីដែលខ្ញុំគិតថាទៀតតំណែងដែលប្រព័ន្ធត្រួតពិនិត្យគឺ1 លានគាត់ឲ្យ 1.2 លានប៉ុន្តែមើលទៅមូលដ្ឋាននេះខ្ញុំអាចជាមានប្រាក់ចំណេញបន្តិចទេ ចំណែកធូបការចិនសពណ៌ខៀវនេះគុណភាពល្អិតល្អន់ពណ៌ខៀវស្រស់ថ្លាគំនូរលម្អរត់តាមលំនាំល្អនេះពិតជាវត្ថុកម្រនៃសម័យកណ្ដាលរាជវង្សមីងខ្ញុំឲ្យលោក 2.6 លាន ធូបស្មៃមានប្រព័ន្ធថា3 លានតំណែងដែលខ្ញុំប៉ាន់ស្មានគឺ 2.8 លានលោកតាធូបការចិនសពគ្រូនេះមកក្រោម 2.8 លានខ្ញុំមិនលក់ទេ ក្មេងម្នាក់នេះក៏ស្មានតម្លៃបានត្រឹមត្រូវយ៉ាងនេះមើលទៅគេស្ងប់ស្ងាត់ហើយមានទំនុកចិត្តទំនងជាគេនឹងមានរបស់ល្អៗជាច្រើនទៀតល្អក្នុងនាមប្អូនប្រុសបាននិយាយទៅហើយខ្ញុំនឹងធ្វើតាមពាក្យលោកនិយាយ 2 លាន 8 សែនសរុប 4 លានឥឡូវនេះខ្ញុំនឹងផ្ទេរប្រាក់ជូនលោក ផ្ទេរប្រាក់ជូនគណនីបានជោគជ័យ4 លានជាន់គុត ក្នុងចាប់ពីខ្លីទៅតែក្រាស់ថ្ងៃខ្ញុំអាចរកបាន4 លានមុននេះពេលដែលអត់គឺមិនហ៊ានគិតផងមុននេះពេលដែលអត់ខ្ញុំមិនហ៊ានគិតទេ ក្មួយវាងបើថ្ងៃក្រោយមានវត្ថុមានតម្លៃទៀតសូមចូលមកហាងជូប៉ៅចាយខ្ញុំឈិនហ៊ុនធានាថានឹងឲ្យលោកនៅតម្លៃខ្ពស់បំផុតក្នុងទីផ្សារ ល្អថ្ងៃក្រោយមានវត្ថុបានខ្ញុំនឹងរកលោកមុននេះ តាខ្ញុំម្នាក់មុននេះគឺអ្នកណា គេឈ្មោះវ៉ាងស៊ីវយ័នគឺជាយុវជនដ៏ល្អម្នាក់នៅក្នុងដៃគេមានរបស់ល្អៗកូនស្រីថ្ងៃក្រោយបើគេមកទៀតកូនត្រូវតាក់ទងជាមួយគេបានច្រើនណាស់ វ៉ាងសៀវយួន មានលុយប៉ុណ្ណឹងហើយទិញតែថ្មីឲ្យបាយជាមួយសិនបន្តមកគឺទិញឡានតែសួរជាមួយចំណែកខ្ញុំនឹងរៀបការជាមួយនៅរីស្បៃសមានទ្រព្យសម្បត្តិ សម្រាប់នារីស្អាត80ពិន្ទុពាក់អាវក្នុងតម្លៃ$50ខោតាំង$150អាវតាំង$100តម្លៃសរុប$200 ប្រាប់ភ្នែកពិនិត្យមើលគឺពិតជាអាចពិនិត្យមើលឃើញអ្វីគ្រប់យ៉ាងបានត្រូវតែប្រយ័ត្នទៀតបាន មើលអីមនុស្សរកចិត្ត មិនបានទេឥឡូវមិនមែនជាពេលសម្រាប់ទេត្រូវប្រើសមត្ថភាពពិនិត្យទៅលើភ្នំដើម្បីរកទៀត ដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទ ភ្នែកត្រូវចាប់ដើមដំណើរការ ណាំឈើយ៉ាងដកបាន100ឆ្នាំមានតម្លៃ100យន្តស្មាំមួយស្គាល់ឈ្មោះមានតម្លៃ0យន្តដីសាំងមានតម្លៃ0យន្តថង់ផ្លាស្ទិកគេបោះចោលមានតម្លៃ0យន្តស្លឹកឈើដែលរលួយមានតម្លៃ0យន្តថូបការមេយន្តចាំងសម័យរាជវង្សមីងផ្នែកខាងឆ្វេងមួយគូមានតម្លៃ30លានមួយដុំមានតម្លៃ10លាន ព្រះជាម្ចាស់ពិតជារបស់ល្អពិតមែនថូបការមេជន់ចាំងដល់ហើយគឺជាគូរបស់ខ្ញុំគឺផ្នែកខាងឆ្វេង សត្វលិញជើង100ឆ្នាំមានតម្លៃ1.2លានប្រអប់ថ្នាំជក់សម័យកាំងស៊ីរាជវង្សឈីងឆ្លាក់រូបនាគមានតម្លៃ2លាន បង្កើតគ្រឿងស្មុនសម័យមីងមិនគួរឲ្យជឿថាពិតជាមានផ្សែងនេះពិតមែននឹងប្រាប់តាមជួយសម័យកាំងស៊ីរបស់ទាំងនេះពិតជារបស់កម្ររបស់ទាំងនេះមិនអាចយកចេញលោកក្នុងពេលទៅមួយបានទេបើមិនចឹងទេនោះនឹងត្រូវគេសឹកលោកម្ដងមួយទៅមានសមត្ថភាពហើយក៏មានបទពិសោធន៍ផ្ទាល់តែមានតម្លៃខ្ពស់ លោកគ្រូឈិនបើលោកអាចជួយរកថូបការមេយន្តចាំងមកខាងទៀតសម័យរាជវង្សមីងខ្ញុំសុខចិត្តចំណាយ20លានដើម្បីទិញយក អ្នកនាងសៀមិនមែនខ្ញុំមិនជួយទេតែមកខាងគេបន្ទូលពីនេះគឺរកមិនធ្វើដំណឹងសោះទំនងជាមិនសូវមានឱកាសរក្សាទុកបានទេ តែ ដើម្បីជាកម្លាំងចិត្តដើម្បីផលិតវីដេអូនេះសូមជួយ Subscribe មួយមកបាទ